ហាសមិទ្ធផលនៃពុទ្ធសាសនាខ្មែរលោកជំទាវបណ្ឌិតបច្ចាន់មុនីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកនិងការប្រកាសសេចក្តីសម្រេចជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកតម្កើងសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿងថ្កុំថ្កើងកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នៅលើទឹកដីប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យភ្នំឧដុង្គមានការរៀបចំពិធីបុណ្យយ៉ាងឱឡារិកដើម្បីអបអរសាទរខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតបច្ចាន់មុនីហ៊ុនម៉ាណែតក្នុងគោលបំណងរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់ក្រុមជំនុំព្រះត្រៃបិដកនិងដើម្បីផ្សព្វផ្សាយនៅតម្លៃនៃព្រះធម៌ឲ្យកាន់តែរីកសុះសាយក្នុងសង្គមខ្មែរយោងតាមរដ្ឋធម្មនុញ្ញដែលកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលការណ៍មាស3ចំណុចដើម្បីជាឧត្តមប្រយោជន៍ដល់វិស័យពុទ្ធចក្រទី1គឺការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញដើម្បីបន្តកិច្ចការផ្ទៀងផ្ទាត់និងបកប្រែគម្ពីរអដ្ឋកថានិងដីកាផ្សេងៗទី2គឺការរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់5ឆ្នាំម្ដងនៅតាមទីតាំងសក្ការៈសំខាន់និងទី3គឺការកំណត់យកថ្ងៃរំលឹកគុណដល់ការបកប្រែគម្ពីរព្រះត្រៃបិដកជាកម្មវិធីថ្នាក់ជាតិសេចក្តីសម្រេចទាំងនេះថ្លែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការថែរក្សាមរតកអក្សរសាស្ត្រនិងជំនឿសាសនាដែលជាដួងព្រលឹងរបស់ជាតិគួររំលឹកផងដែរថាព្រឹត្តិការណ៍នេះមិនត្រឹមតែជាការគោរពប្រតិបត្តិតាមគន្លងប្រពៃណីប៉ុណ្ណោះទេប៉ុន្តែគឺជាសក្ខីភាពនៃការរីកចម្រើនយ៉ាងរឹងមាំរវាងអាណាចក្រនិងពុទ្ធចក្រការដង្ហែគម្ពីរព្រះត្រៃបិដកនិងសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនេះបាននាំមកនូវសេចក្តីជ្រះថ្លានិងការសាទរយ៉ាងក្រៃលែងពីសំណាក់គណៈសង្ឃនិងប្រជាពុទ្ធបរិស័ទគ្រប់រូបក្នុងកិច្ចការពារនិងការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាឲ្យសិទ្ធិស្ថេរចីរភាពតទៅ